បងពេលទៅហោះម្ដងគេមានអីឲ្យញ៉ាំឬក៏យើងត្រូវទិញខ្លួនឯងចឹងបងប្អូនប្រហែលជាឆ្ងល់ហើយដោយសារតែភាគច្រើនឃើញតែខ្ញុំរៀបម្ហូបជូនភ្ញៀវចឹងណាហើយអត់ដឹងថាមានម្ហូបសម្រាប់ពួកខ្ញុំឬក៏អត់ឬក៏ខ្ញុំអាចទិញអីទៅញ៉ាំខ្លួនឯងបានសម្រាប់ពួកខ្ញុំដែលជាអ្នកធ្វើការលើយន្តហោះហ្នឹងគឺខ្ញុំអាចទិញអីថែមខ្លួនឯងតិចតួចទៅបានដោយសារតែពេលខ្លះយើងញ៉ាំម្ហូបលើយន្តហោះវាសឹងតែរាល់ថ្ងៃហើយអញ្ចឹងភាគច្រើនក៏ពួកខ្ញុំមានអីតិចតួចទៅថែមទៀតដែរហើយចំពោះការទូទាត់សាច់ប្រាក់វិញគឺខ្ញុំតែងតែទូទាត់ជាមួយនឹង app អមរិតដោយសារតែបន្ទាប់ពីខ្ញុំបានប្រើ mobile app អមរិតមួយរយៈហ្នឹងគឺខ្ញុំមានអារម្មណ៍ថាមានអត្ថប្រយោជន៍ហើយចំណេញខ្លាំងមែនតើអញ្ចឹងបងប្អូនអ្នកគ្នាចង់ប្រើអត់តនអមរិត mobile គេមាន promotion ណាអញ្ចឹង promotion ហ្នឹងគឺថាសម្រាប់ការចុះឈ្មោះប្រើប្រាស់រៀងរាល់ថ្ងៃពហុរហូតដល់ថ្ងៃសៅរ៍រៀងរាល់សប្តាហ៍បងប្អូនអ្នកគ្នានឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ 4000 រៀលភ្លាមតែម្ដងហើយខ្ញុំក៏បានណែនាំទៅកាន់មិត្តភ័ក្ដិខ្ញុំដោយគ្រាន់តែចូលមុខងារបបួលមិត្តភ័ក្ដិឲ្យប្រើហើយ send link ហ្នឹងទៅកាន់មិត្តភ័ក្ដិខ្ញុំដើម្បីឲ្យគាត់ចូលទៅតាម link ហ្នឹងហើយចុះឈ្មោះបង្កើតគណនីហើយបន្ទាប់មកគឺគាត់នឹងទទួលបានទឹកប្រាក់ 4000 រៀលភ្លាមតែម្ដងហើយអញ្ចឹងកុំភ្លេចណែនាំមិត្តភ័ក្ដិបងប្អូនអ្នកគ្នាឲ្យបើកគណនីអមរិតតនគេមាន promotion ណាហើយបើនិយាយទៅទោះជាគេមានម្ហូបឲ្យញ៉ាំលើយន្តហោះក៏ដោយក៏ត្រូវទិញអីទៅញ៉ាំខ្លួនឯងថែមដែរដោយសារតែពេលខ្លះម្ហូបហ្នឹងញ៉ាំនៅខាងក្រោមគឺអត់ទាន់ឆ្ងាញ់ដូចពេលញ៉ាំលើយន្តហោះទេបងប្អូនអ្នកគ្នាហើយនេះម្ហូបរបស់ពួកខ្ញុំមកបងប្អូនអ្នកគ្នាភាគច្រើនគឺចេញមកបែបលក្ខណៈបែបហ្នឹងមានម្ហូបមាននំមានអីចឹងទៅចឹងវីដេអូហ្នឹងបងប្អូនមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអ្នកគ្នាដែលមើលវីដេអូខ្ញុំដល់ចប់ហើយកុំភ្លេចចូលទៅជួយ follow IG ក៏ដូចជា Facebook page របស់ខ្ញុំផងបាយបាយ